សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្ទះមនុស្សធម៌ជូនពលរដ្ឋក្រីក្រនៅស្រុកសង្កែក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងបានចុះពិនិត្យវឌ្ឍនភាពនិងពង្រឹងគុណភាពសំណង់ផ្ទះមនុស្សធម៌ដែលកំពុងសាងសង់ជូនគ្រួសារងាយរងគ្រោះបំផុតមួយគ្រួសារកាលពីព្រឹកថ្ងៃទី26 ខែឧសភាឆ្នាំ2026ស្ថិតក្នុងភូមិតាប៉ុនឃុំតាប៉ុនស្រុកសង្កែខេត្តបាត់ដំបងការចុះត្រួតពិនិត្យនេះបានធ្វើឡើងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសុខលូអភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងនៅក្នុងការចុះពិនិត្យនេះដឹកនាំដោយឯកឧត្តមភេងសិទ្ធិអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាអមដំណើរដោយលោកនាយកសាខានិងក្រុមការងារអនុសាខាកាកបាទក្រហមស្រុកសង្កែគោលបំណងនៃការចុះពិនិត្យនេះគឺដើម្បីធានាថាការសាងសង់ប្រព្រឹត្តទៅដោយរលូនស្របតាមស្តង់ដារបច្ចេកទេសនិងមានគុណភាពរឹងមាំសម្រាប់ផ្ដល់ជាជម្រកប្រកបដោយសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋគ្រួសារដែលទទួលបានផ្ទះមនុស្សធម៌នេះគឺជាគ្រួសារដែលមានជីវភាពខ្វះខាតខ្លាំងមានសមាជិកច្រើននិងធ្លាប់រស់នៅក្នុងផ្ទះតូចចង្អៀតដែលពិបាកក្នុងការរស់នៅតាមរយៈសកម្មភាពនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់កាកបាទក្រហមកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនដែលតែងតែនៅក្បែរនិងជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះបំផុតដោយមិនទុកនរណាម្នាក់ចោលនោះឡើយ។